បានសូមអញ្ជើញគុណអ្នកទាំងអស់គ្នានេះប្រហែលជាមកព្រឹកធំដើរមើលប្រាសាទអស់កម្លាំងខ្លាំងហើយមើលទៅបានជាពេលនេះបាយហើយសឹងតែមិនតាន់នាំគ្នាគេងលក់ស្ងាត់មាត់អស់រលីងទេខ្ញុំគិតរកចុះមួយទឹកបន្តិចសិនកុំឲ្យខ្វល់ចិត្តខ្លាំងពេកយីទឹកប្រៃតិចដល់ហើយតាគិតថាទៅបង្គោលមួយនោះសិនយីឯងកំពុងតែត្រូវការស្ងាត់អូជន់ណាចុះមកងូតទឹកដែរនោះអូគឺអូនចាត់មកនេះតាយីនាងហែសម្ដៅមកខ្ញុំហើយអត់ទោះឲ្យខ្ញុំផងបានទេលោកខ្ញុំបានមកទំលុះទំលាយភាពឯកោរបស់លោកក្នុងពេលនេះអាយ៉ាបដូរពាក្យហៅពីបងមកជាលោកឬខ្លួនវិញថៃតាពីពិភពលោកអីក៏ឆាប់ប្រែប្រួលម្លេះខ្ញុំគេងមិនលក់ទេព្រោះរសាប់រសល់ក្នុងចិត្តពេកដោយឃើញលោកចុះមកងូតទឹកខ្ញុំក៏លោកចុះមកតាមដែរក្បិតអីមកដល់បារាយហើយមិនបានងូតទឹកនោះចំជាសយធំហើយមួយទៀតខ្ញុំចង់ជួបលោកបន្តិចដើម្បីបញ្ជាក់ពី3ម៉ាត់ប៉ុណ្ណោះបារាយអង្គរនិងបុរាណដ្ឋានទាំងឡាយដែលខ្ញុំបានឃើញជាថ្មីក្នុងពេលនេះនាំឲ្យខ្ញុំនឹកព្រួយដល់ពេលដែលធ្លាប់រីករាយជាមួយគ្នាកាលពីសម័យមុនតែបើតាមមើលទៅជួបគ្នាពេលនេះជាពេលវេលាចុងក្រោយបង្អស់ហើយយើងនឹងលែងភពប្រសពបានឃើញមុខគ្នាទៀតហើយអកប្បកិរិយាលោកកាលនៅពេទ្យសេនារៈបាងកកនោះបានបង្ហាញឲ្យឃើញច្បាស់ថាលោកស្អប់ខ្ញុំណាស់ស្អប់គ្រួសារខ្ញុំណាស់ព្រោះជាខ្មាំងសត្រូវខ្ញុំមិននឹកខឹងប្រកាន់នឹងលោកទេសំបីតែតូចមួយក៏គ្មានដែរខ្ញុំសង្ឃឹមថាដែលខ្ញុំកាត់មករកនិយាយនឹងលោកក្នុងពេលនេះជាផុសតាងឲ្យឃើញថាខ្ញុំនិយាយពិតត្រង់មែនខ្ញុំមិនខឹងនឹងលោកទេតែបែរជាសរសើរលោកទៅវិញព្រោះលោកលើកសេចក្តីស្រឡាញ់ជាតិខ្ពស់ផុតមនោសញ្ចេតនាឯទៀតទាំងអស់សូម្បីតែសេចក្តីស្នេហាក៏យ៉ាងនោះដែរមានការផន់ច្រឡំធំណាស់នាងចាំខ្ញុំនិយាយប្រាប់អីអស់តែកុំនិយាយគ្នានៅទីនេះអីជើងជិះទូកទៅនិយាយគ្នាវិញថនណាថនប្របាទដៃជគុណណាថនឯងនាំគ្នាទៅសែងទូកបារាំងដែលទុកនៅក្រោមសាលានោះមកណាប្របាទទៀតណាខ្ញុំចៅលេងបន្តិចប្របាទតោះយើងទៅចាសូមគោរពដៃជគុណនៅខាងក្រៅមានបុរសម្នាក់បានបកគលនាមមកបាននេះឲ្យខ្ញុំយកមកជូនដៃជគុណទៀតអ្នកណាគេណែមានការអីចេះអូគឺលោកទេពកសលទេណោះឆាប់អញ្ជើញគាត់ឲ្យចូលមកពុំហត់ទៀត
ជំរាបសួរលោក អើយអេគឺលោកក្មួយតានេះខ្ញុំអរណាខ្ញុំគិតថានឹងនាំគ្នាទៅលេងនឹងលោកក្មួយឯសៀមរាបឯណោមតាព្រោះរលឹកណាតាំងពីបានទទួលទានអាហារយ៉ាងឆ្ងាញ់ជាមួយគ្នានៅឯបារាយមកក៏បាត់ដំណឹងសូនឈឹងទៅណាអញ្ជើញអង្គុយលោកអញ្ជើញអង្គុយបាទអរគុណលោកក្មួយណាអរគុណខ្ញុំត្រេកអរណាស់ដែលបានជួបលោកក្នុងពេលនេះខ្ញុំគិតស្មានថាលោកអញ្ជើញទៅប្រទេសថៃផុតទៅហើយទៅឯណាខ្ញុំមកតាំងទីលំនៅស្រុកខ្មែរជាស្ថាពរហើយគ្រួសារខ្ញុំក៏មករស់នៅជុំគ្នាទាំងអស់ដែរណាអូណាប្រសើរណាស់អញ្ចឹងណាលោកអញ្ជើញមកនេះមានត្រាក់អីដែរអញ្ចឹងណែលោកក្មួយកាលដែលថៃមកកាន់ការទីនេះខ្ញុំបានទិញដីស្រែពីអ្នកណែនតិចអ្នកនំតិចនៅភូមិជ្រួយម្ទេសប្រមូលទៅបាន150ហិកតាដែរឥឡូវនេះខ្ញុំយកលិខិតលក់ដូរដែលធ្វើក្នុងពេលនោះមកជូនរាជការថ្មីបញ្ជាក់សម្គាល់ជាកម្មសិទ្ធិរបស់ខ្ញុំតទៅណាបានលោកបានសូមលោកទុកឯកសារនៅទីនេះសិនចុះណាចាំខ្ញុំចាត់ការជូនណាចុះសពថ្ងៃនេះលោកនៅឯណាដែរនៅឯជួយម្ទេសឯនោះអញ្ជើញលោកក្មួយទៅលេងផ្ទះបានម្ដងមានអីទៀតផ្លូវចូលទៅបានស្រួលតើខ្ញុំបានលើកផ្លូវជាប់មកថ្នល់រាជការស្រាប់ហើយបានថ្ងៃទំនេរខ្ញុំនឹងទៅលេងបាទលោកក្មួយខុសពីគេត្មងបើជុំចាស់ផ្ទះគេទៅណាអស់ហើយណោះអូស៊ូប្រុសម្នាក់តើទើបតែដើរចេញពីរបងនេះមកសិនបងណែលោកទេពកសលនៅទេខ្ញុំជាជួយខេត្តសូមមានការចង់ជួបលោកបន្តិចទៀនប៉ោលោកស្រីចេញតាំងពីអង្កត់ម៉េះទៅភូមិធំដើម្បីទៅជួលរកមនុស្សមកឆោតបើបដិជាគុណមានការអីជួបនឹងអ្នកនាងក៏បានអ្នកនាងចាត់ការជួសលោកពុកបានទាំងអស់ទៀតគុណផងមិនក៏ឆាប់មកផ្ទះវិញម្លេះជីមិនមែនជាឡានគុណផងឯណាឡានរាជការមកពីខាងណាអញ្ចេះមានសត្វតែទាហានលោកទេតាអូយខ្ញុំខំតែភ័យលោកមានធុរៈអីហ៎អញ្ជើញលោកចូលមកក្នុងផ្ទះសិនមកអញ្ជើញលោកបាននេះអញ្ជើញលើសាឡុងនេះមកបងភួងបងភួងអើយណែលើកទឹកក្រូចពីកែវមកបងលោកគុណផប្រាប់ខ្ញុំអស់ហើយថាលោកបានជួយចាត់ការបញ្ជាក់កម្មសិទ្ធិលើដីធ្លីនេះបានរួចរាល់រស់រាន់ណាស់ចំណែកខ្ញុំក៏បានសង្ឃឹមទុកថាថ្ងៃណាមួយលោកនឹងមកលេងខ្ញុំមិនខានដែរនាងអើយក្នុងពេលនេះខ្ញុំរវល់ដកខ្លួនមិនរួចតើទៅសោះត្មងអស់ពីរឿងមួយធ្លាក់ដល់រឿងមួយទៀតសូមនាងកុំប្រកាន់ទោសថាខ្ញុំនេះបំភ្លេចចោលគុណនាងនិងឪពុករបស់នាងសូម្បីតែថ្ងៃនេះជាថ្ងៃអាទិត្យផងក៏ខ្ញុំមិនទំនេរដែរលោកទេសរដ្ឋមន្ត្រីបានប្រើឲ្យខ្ញុំមកត្រួតប៉ូលីសដែលតាំងពង្រាយតាមផ្លូវថ្នល់ខ្ញុំឆ្លៀតឱកាសនេះឈៀងមកសួរសុខទុក្ខលោកនិងនាងបានមួយព្រែតតែប៉ុណ្ណោះលោកធំចាត់ការយ៉ាងនេះត្រូវណាស់ព្រោះថ្មីបានម្ដុំនេះมันមានផលរមាស់អីក៏ដោយតែខ្ញុំនៅមិនទាន់កក់ក្ដៅប្រមាណទេបន្តិចមានគេមកប្រាប់ថាបានឃើញពួកព្រៃដើរកាត់ត្រង់នេះ
ត្រង់នោះមិនសូវឈប់ទេដោយលោកបានសង្កេតឃើញស្រាប់ហើយឪពុកខ្ញុំបានលើកកំផែងដាក់ដែកសម្រួចពាំងពីមុខផ្ទះហើយពឹងផ្អែកទៅលើគុម្ពឫស្សីនិងរបងលួសបន្លាពីក្រោយនិងពីចំហៀងតែហាក់ដូចជាមិនតាន់គត់មុតប្រមាណឡើយទាំងនេះថ្មីបើរាជការបានតាំងប៉ុស្តិ៍ប៉ូលីសនៅជិតថែមទៀតផងណែខ្ញុំមកយូរក្រៅដែរគិតរលីនាងទៅវិញសិនហើយណាអេកុំអាលអីលោកនៅពិសាបាយថ្ងៃត្រង់នេះហើយចាំជួបលោកឪពុកនិងអ្នកម៉ាក់ខ្ញុំសិនសូមអញ្ជើញទៅណែបើលោកមិនចំណាយនឹងទេសភាពស្រុកស្រែពេកទេខ្ញុំនឹងបបួលលោកទៅមើលគេច្រូតបាន1ម៉ោងអេបានទេបានណែតាំងពីដើមមកខ្ញុំជួយចិត្តទេសភាពស្រុកស្រែណាស់តាអញ្ចឹងជីកំពូលឫស្សីនេះញឹកហើយក្រាស់ល្អទៀតផងណោះគុំឫស្សីនេះមានពីមុនមកស្រាប់តែឯនៅខាងគៀនវិញក៏ទៅចាប់ដាំបាន 3-4 ឆ្នាំប៉ុណ្ណោះដូចនេះមិនតាន់បានក្រាស់ល្អនៅឡើយទេដើម្បីឲ្យគ្រឿងការពារបានមាំមួនល្អខុនថគាត់បានធ្វើរបងលួសបន្លាព័ទ្ធពីក្រៅមួយជាន់ទៀតនេះដូចលោកបានជ្រាបតាមឯកសារកម្មសិទ្ធិស្រាប់ហើយខុនថបានទិញដីភូមិនេះចំនួន4ឆ្នាំមកហើយដោយមានគុណសុវត្ថិជាអ្នកណែនាំតែកាលនោះគាត់គ្រាន់តែទៅមករៀបចំភូមិឋានធ្វើរបងឯផ្ទះដែលលោកឃើញអំបញ្ញមិញនេះទើបនឹងសង់រួចប្រហែលខែនេះទេណា6 ខែមុនពេលភ័ណ្ឌប្រែគាត់បានលក់ភូមិករផ្ទះសម្បែងឲ្យបានកកអស់រលីងព្រោះគាត់ចង់មកឆ្ងាយពីទីក្រុងធំនិងនយោបាយដែលធ្វើឲ្យវិលមុខនោះមើលទៅវាស្រែខែស្រូវទុំជាងនេះក្រហមឆ្អិនឆ្អៅដោយកំរាលព្រំវាតែម្ដងហើយមើលបងប្អូនអ្នកដែលច្រូតនៅទីនោះចុះសប្បាយនឹងការងារភ្លេចការនឿយហត់អស់រលីងណូមីនាងអើយមីនាងអញ្ជើញទៅណាហ្នឹងអីដើរពីឲ្យទៅសំមីនាងអើយសំគ្នាណាស់នេះដល់ហើយវិញម៉ាក់បាច់ទៅបងច្រូតបានច្រើនទេព្រឹកហ្នឹងខ្ញុំនាំលោកខាងនេះមកមើលពូមីងច្រូតហ្នឹងណាអូលោកខំអើយអីអញ្ជើញទៅណាមកណាដែរអូយចាស់លោកអ៊ំគាត់គឺណាអូនចាំម្នេះកុំប្រាប់គាត់ថាបងជាជួយខេត្តអីណាបានលោកអ៊ំខ្ញុំចង់ទៅលេងវត្តឯនោះបន្តិចខុសត្រូវបានច្រើនទេអ៊ំឆ្នាំហ្នឹងបបយ៉ាខូយអូយឆ្នាំនេះសัตว์ចង្រៃក៏វាមិនសូវខ្លាញ់ដែរត្រូវឲ្យតប៉ែវាមីនាងអើយណែដើរខាងវាលស្រែអត់ពាក់មុខអញ្ចឹងខ្មៅសាច់អស់លីងហើយក្មួយសាច់អស់ហើយមីនាងហ៎មិនថៃទេមីងគ្រាន់តែដើរប៉ុណ្ណឹងនោះបងវត្តជ្រោយម្ទេសនោះនេះមើលសម្លឹងតាមមើលដៃអូននេះណានៅចិត្តនេះសោះណាអញ្ចឹងបានជាលឺសូណាកណ្ដឹងបក់ល្វើយតោះយើងគិតទៅលេងមួយផ្លែតណាចាពូមីងខ្ញុំលាសិនហើយណាអូយជួយមីនាងជួយអើយស្រស់អើយណែយកបែកហើយមើលលោកប្រុសស្លៀកពាក់ស្អាតបាត់នេះគូឆ្នៃមីនាងទីដឹងបានសំគ្នាបែបហ្នឹងប្រហែលហើយវយនេះមើលចោះមីនាងមិនដែលបណ្ដាលអ្នកណាចិត្តដិតអញ្ចឹងទេណាមើលទៅជ្រូតហើយឆ្នាំនេះតិចមានលេងការញភូមិជ្រួយគេលងដឹងទេអីនិយាយចឹងវាពិតជាអញ្ចឹងមែនហើយបានទៅជួទៀតហើយអាចទៅទីខ្វាជ្រូមកបងយើងចូលទៅក្នុងព្រះវិហារសិនទៅឈប់ណាបងដោះស្បែកជើងបន្តិចសិនតោះអូនមិននឹកស្មានថា
ពេលនេះយើងទាំងពីរអ្នកមានឱកាសបានមកថ្វាយបង្គំព្រះជាមួយគ្នាដូចនេះសោះធ្វើឲ្យបងនឹករលឹកទៅដល់ថ្ងៃដែលយើងបាននាំគ្នាទៅថ្វាយបង្គំព្រះអង្គចូលនិព្វាននេះភ្នំគូលែនអូនចាំបានទេចាបងនៅមេក្ស៊ីកាមុនអូនទេបានបងចាប់ផ្ដើមមុនណាចាអ្នកមូតសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈកាលពីមុនខ្ញុំបកករណាបានទាំងសច្ចាប្រណិធានថាលុះត្រាតែទឹកដីខ្មែរដែលបាត់បង់ទាំងប៉ុន្មានក្នុងឱកាសសង្គ្រាមរវាងថៃឥណ្ឌូចិនបានត្រឡប់មករួមក្នុងវងមាតុភូមិវិញទើបខ្ញុំបកករណាអាចចងមិត្តភាពឬសម្ព័ន្ធភាពអ្វីៗជាមួយនឹងជនជាតិសៀមបានឥឡូវពាក្យសច្ចាទាំងអំបានក៏បានសម្រេចទាំងអស់ហើយមិនទៅអូនពាក្យសច្ចាជន់ដើមផ្ទាល់ខ្លួនយើងទាំងពីរនៅមានជីវិតមែនដែរទេចាយីបងស្ដាប់មើលសំឡេងអ្នកណាសោតកំណាបក្តែងនៅឯចុងឈើឯក្រៅនោះស្ដាប់ទៅមើលប្រកាសជាក្មេងហ្វីលគួរហើយតោះអូនចេញទៅមើលមើលអូនតូនឯងចេះសូត្រកំណាព្យបានពីរោះណាស់រួចបងពីរនាក់មកលួចឈរស្ដាប់ខ្ញុំតាំងពីពេលណាមកណាងាប់ហើយគោខ្ញុំទៅណាបាត់អស់ហើយស៊ីស្រូវគេអស់ហើយមិនដឹងទេហើយពីបយមើលក្មេងនោះវាអៀននឹងយើងហើយរត់ទៅបាញ់ជើងត្មងតោះមកយើងល្មមទៅវិញហើយណាតោះអូនលខោននិយាយរឿងមីលាដួងចិត្តដែលដកស្រង់ចេញពីស្នាដៃនៃអ្នកនិពន្ធនោះហើយដែលអស់លោកស្រីនិងនាងកញ្ញាបានស្ដាប់កំសាន្តនៅពេលនេះចប់ដោយបរិបូរណ៍សូមគោរពជូនពរដល់សម្ដេចទ្រង់ឯកឧត្តមអ្នកអង្គញាលោកទូទាវអស់លោកស្រីនិងនាងកញ្ញានិងប្រិយមិត្តអ្នកស្ដាប់ទាំងអស់សូមទទួលបាននូវពុទ្ធពរ4ប្រការ
អាយុវណ្ណៈសុខៈផលៈនិងបដិធិណាកុំបីឃ្លៀងឃ្លាតឡើយ